បាទសួស្តីសិស្សនិស្សិតទាំងអស់គ្នាថ្ងៃនេះគ្រូបង្ហាញទាក់ទងនឹងការដាក់អក្សរអញ្ចឹងណាអូខេដាក់អក្សរបាទករណីនៅពេលយើងជាលក្ខណៈសៀលបែបនេះណាអូខេរង្វង់បែបនេះអញ្ចឹងណាអញ្ចឹងនៅពេលគូសរសេរអក្សរយើងចេះសរអក្សរជាគូសរសេរអក្សរបែបណាចេះសរសេរអញ្ចឹងការផ្ដិតប្លង់ផ្ដិតអីណាបាទឡូវថតគូបានបែបនេះអញ្ចឹងដើម្បីបានមកវាយើងអាចចូលតិចលើវាមួយមកតិចលើអក្សរបន្ទាប់មកយក picture បន្ទាប់មកយកពាក្យ swipe នេះបាទបន្ទាប់មកយើងចំណុចនឹងឃើញអត់អញ្ចឹងយើងយក model នេះប្រភេទវាណាបន្ទាប់មកយកពាក្យ method របស់យើងអញ្ចឹង method របស់យើងត្រូវដឹងថាឡូវចំណុចហ្នឹង parameter របស់យើងយកឲ្យគេអញ្ចឹងចំណុចនេះគឺចំណុចអក្សររបស់យើងចុចចំតួអក្សរណាអញ្ចឹងចំណុចនេះគឺ parameter របស់យើងចង់ឲ្យវិលជុំវិញផ្ទៃនេះអញ្ចឹងយើងចុចលើវាទៅមកអូខេបាទអញ្ចឹង mode method របស់យើងអានេះវាអត់អោយទេអញ្ចឹងយើងប្រើ method នេះវិញនេះប្រើ method នេះណានេះប្រើ method នេះអញ្ចឹងអាប្រភេទនេះយើងយល់ហើយយើងយក method នេះតេស្តខ្លួនឯងបន្ថែមទៅឃើញអត់អញ្ចឹងដល់ពេលបានបែបនេះឃើញវានឹងកងអត់ហើយវានឹងកងតាមអក្សររបស់យើងណាអញ្ចឹងយើងអាចសេរី accuracy នេះ accuracy នេះសេរីឲ្យ high នេះមកហើយបន្ទាប់មកពេលយើងសេរី high នេះមកទៅនេះតិចលើវាបាទចាំតិចណាបងបាទយើងឃើញវាត្រង់អត់អូខេឃើញវាត្រង់ណាបាទអញ្ចឹងខ្ញុំសុំកែម្ដងទៀតចុចចំវា edit នេះមកបាទ edit បាទអញ្ចឹងឧទាហរណ៍ឥឡូវខ្ញុំចង់យកកម្រាស់វាយកតែស្មួយណាបាទអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំចង់ដាក់ឲ្យទៀបខ្ញុំសេរីឲ្យ low វិញណាជាមួយចេញបែបណាបាទឃើញអត់ឃើញវាមានកំណងអត់ទេវាអត់ត្រង់នេះឃើញវាវែងដូច model វាអត់ទេដូចកម្ពស់វាណាអញ្ចឹងយើងទាញឲ្យ high មកអូខេអញ្ចឹងចូល model ចុចចំវា edit edit ហើយយើងទាញឲ្យ high មកឲ្យស្មើណាអញ្ចឹង model អត់អោយយើងthích យក model នេះអញ្ចឹងណាអា model មួយទៀតចាំខ្ញុំប្រាប់វិធីសាស្ត្រ prep method ហ្នឹងបាទឃើញត្រង់ទេយើងឃើញត្រង់ទេបាទឃើញត្រង់ទេបាទ